វប្បធម៌គ្រួសារមួយដែលខ្ញុំយកមកពីវប្បធម៌នៅក្នុងគ្រួសារខ្ញុំហើយយកបន្តវាធ្វើនៅខ្មែរថ្ងៃនេះគឺជាថ្ងៃថតរូបចុងគ្រួសារហើយវាក៏ជាថ្ងៃគប់កំណើតរបស់កូនរ៉េងដែរឆ្នាំនេះគឺពិតជាពិសេសណាស់ពីព្រោះខ្ញុំមានម៉ាក់របស់ខ្ញុំចូលរួមថតរូបជាមួយយើងនៅស្រុកខ្មែរហើយនៅចុងវីដេអូនេះយើងក៏បានយកនំដើម្បី surprise រ៉េងហើយយើងចាំមើល reaction របស់គាត់បន្តែឥឡូវនេះខ្ញុំចង់បង្ហាញពី reaction របស់កូនទី1កាលគាត់អាយុ1ឆ្នាំអូមើល cute ដល់បងប្អូនចាំមើលបងប្អូនថា Rain មាន reaction ម៉េចដូចបងប្អូនបានលើមិននឹងអញ្ចឹងថ្ងៃនេះគឺជាថ្ងៃថតរូបចុងគ្រួសារដោយសារតែខ្ញុំចង់រក្សាវប្បធម៌របស់គ្រួសារខ្ញុំបន្តនៅស្រុកខ្មែរអញ្ចឹងខ្ញុំហត់ម្នាក់ឯងមិនទេហើយខ្ញុំគឺជាអ្នករៀបចំគ្រប់យ៉ាងដូចជាសម្លៀកបំពាក់ជាងថតបន្លែងថត accessory ហើយនឹងរៀបចំខ្លួនអូគ្រប់យ៉ាងហ្មងនិយាយពីការរៀបចំខ្លួនតើបងប្អូនអត់គ្នាឲ្យកូនមួយទឹកមួយថ្ងៃប៉ុន្មានដងសម្រាប់ខ្ញុំ2ដងហើយខ្ញុំប្រើសាប៊ូ Cleanse ដើម្បីមួយទឹកឲ្យកូនព្រោះ Cleanse គឺជាសាប៊ូដែលផលិតដោយកូនខ្មែរមានគុណភាពល្អ standard ខ្ពស់ហើយនឹងតម្លៃសមរម្យសាប៊ូមួយនេះប្រើបានតាំងពីចុងក្បាលដល់ចុងជើងរយណាបានបងប្អូនថែមទាំងជួយផ្ដល់សំណាងដល់ស្បែកហើយធ្វើឲ្យសក់រ៉េងទន់ងាយស្រួលសិតបងប្អូនដឹងហើយតាថាសក់រ៉េងកញ្ញាញ់អញ្ចឹងរៀនរើសសាប៊ូបន្តិចហើយ We're ready to go រមមួយឆ្នាំម្ដងគ្រួសារខ្ញុំតែងតែមានការថតរូបប្រចាំឆ្នាំដើម្បីទុកជាអនុស្សាវរីយ៍មិនថាខែក្តៅមិនថាខែរងាឬក៏ខែស្លឹកឈើជ្រុះអូខ្ញុំនឹកខែស្លឹកឈើជ្រុះខ្លាំងណាស់ខ្ញុំចង់បន្តវប្បធម៌នេះតចំនួនហើយនេះគឺជារូបថតយើងថតនៅខ្មែរនាពេលកន្លងមកចុះបងប្អូនមានវប្បធម៌គ្រួសារអ្វីដែលចង់ចែករំលែកនោះទេសូម comment ឲ្យខ្ញុំដឹងផងឥឡូវយើងមកមើល reaction របស់កូនរ៉េងម្ដងកូនគេខ្ញុំឃើញថាគេចូលចិត្តញ៉ាំនំខេកច្រើនណាស់សម្រាប់កូនខ្ញុំវិញដូចធម្មតាគាត់សិនតែមិនចង់ប៉ះហ្មងមកពីគាត់ចង់មួយគេមិនដឹងអូបងប្អូនមានដឹងអត់ថា Cleanse Baby គឺជាសាប៊ូសាក់រៃរៀនដំបូងគេនៅប្រទេសកម្ពុជារួបរวมគ្នាដើម្បីសេដ្ឋកិច្ចកម្ពុជាដោយប្រើផលិតផលរបស់ខ្មែរផលិតដោយកូនខ្មែរហើយមានរោងចក្រផលិតនិងចែកចាយនៅស្រុកខ្មែរគេមានអាសយដ្ឋានច្បាស់លាស់បងប្អូនចុះបញ្ជីត្រឹមត្រូវនិងដំណើរការដោយស្របច្បាប់Cleanse Baby មានសាប៊ូកក់សក់និងដោះខ្លួនដែលសម្បូរដោយវីតាមីន E និង C ហើយគេក៏មានសាប៊ូលាងដបទឹកដោះគោទារកហើយព្រមទាំងសាប៊ូបោកកៅអៅទារកនិងកុមារដែលកម្ចាត់មេរោគបានដល់ 99%